ជំរាបសួរពុកម៉ែបងប្អូនគ្នាជួបគ្នាវិញខ្ញុំនៅវីដេអូថ្មីថ្ងៃនេះដែរខ្ញុំមានវីដេអូមួយបង្ហាញអំពីរបៀបនៃការធ្វើរូបភាពឲ្យតាន់ thread ដែលកំពុងតែល្បីនៅក្នុង Facebook និង TikTok តើតើនឹងដើមឈើនៅកោះរ៉ុងរបស់យើងពុកម៉ែបងប្អូនគ្នាលើកមកខាត់ពេលវេលាយូរយើងចូលមកការ ChatGPT តែម្ដងដំបូងយើងធ្វើការបើក ChatGPT មកបន្ទាប់ទៀតយើងនឹងឃើញសញ្ញាបូកបន្តទៀតយើងคลิกលើសញ្ញាបូកដើម្បីចុចពាក្យ photo បន្ទាប់ពីចុចពាក្យ photo ហើយយើងជ្រើសរើសរូបភាពនេះគឺខ្ញុំជ្រើសរើសរូបភាពរបស់ខ្ញុំថតនៅសមុទ្រមួយនិងរូបភាពដើមឈើមួយអញ្ចឹងនេះគឺរូបភាពពីរដែលខ្ញុំកំពុងតែធ្វើការដាក់មកដើម្បីធ្វើការ generate មុនហ្នឹងខ្ញុំបាន generate ម្ដងហើយឥឡូវខ្ញុំធ្វើការថតបង្ហាញទៅកាន់ពុកម៉ែបងប្អូនទាំងគ្នាម្ដងទៀតអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរយើងដាក់រូបភាពពីរមកនេះគឺរូបភាពដើមរូបភាពទី1អូខេនេះគឺជារូបភាពទី2ដែលខ្ញុំបាន down ពី TikTok Facebook មកបងប្អូនទាំងគ្នាអញ្ចឹងបន្តមកទៀតយើងធ្វើការ pass link ដែលខ្ញុំនឹងដាក់នៅក្នុងdescription និងនៅក្នុង Telegram group របស់ខ្ញុំអញ្ចឹងបន្ទាប់ពីយើងបានដាក់ហើយយើងចុចបញ្ចូលមកដើម្បីធ្វើការ generate រូបភាពអញ្ចឹងឥឡូវយើងធ្វើការរងចាំសម្រាប់ការបង្កើតនេះគឺរយៈពេល1នាទីទៅ2នាទីប្រហែលទាំងគ្នា1នាទីជាងទៅ2នាទីអញ្ចឹងយើងអាចធ្វើការរងចាំបានប្រហែលទាំងគ្នាអញ្ចឹងយើងចង់ដឹងថារូបភាពដែលបង្កើតឡើងដោយ ChatGPT សម្រាប់ដើមឈើដែលកំពុងល្បី trend នៅក្នុងកោះរ៉ុងរបស់យើងគឺមានរូបបែបណាជាមួយនឹងរូបភាពដែលយើងបានដាក់ហ្នឹងគឺយើងរងចាំទាំងអស់គ្នាថាតើគុណភាពរូបភាពបានស្អាតប៉ុណ្ណាប្រហែលទាំងគ្នាអញ្ចឹងនេះគឺជារូបភាពដែលបង្កើតឡើងដោយដែលបញ្ចូលគ្នាដោយ AI ប្រហែលទាំងគ្នាដោយ ChatGPT ហ្នឹងឥឡូវខ្ញុំយករូបភាពទី1ចាអូខេមើលទៅតាក់ទាញតែរូបភាពទី2ក៏ដូចគ្នាដែរប្រហែលទាំងគ្នាអញ្ចឹងរបៀបនៃការធ្វើរូបភាព AI រូបភាពដែលកំពុងតែ trend នៅក្នុងបណ្ដាញសង្គមគឺមានតែប៉ុណ្្នឹងទេបើសិនជាមានឡោះខ្វះខាតក៏សូមមេត្តា contact ទៅផងដែរពុកម៉ែបងប្អូនគ្នាជួបគ្នាខ្ញុំនៅវីដេអូក្រោយបើសិនជាពុកម៉ែបងប្អូនគ្នាមានចង្អុលអាច comment នៅខាងក្រោមវីដេអូនឹងបាន